សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី22ខែ11ឆ្នាំ2025ពី3ថ្ងៃនេះរវល់បងប្អូនរវល់ចុះខែតិចតួចបងប្អូននេះឥឡូវនេះរៀងតនេហើយខ្ញុំសូមមានមតិបន្តិចដែរបងប្អូនហើយដូចស្អីនឹងបងប្អូនមួយរយៈនេះបងប្អូនឃើញស្រាប់ប្រហែលថ្ងៃនេះមានដូចជាមានការចុះត្រជាក់ខ្លាំងនៅតាមនៅតាមផ្លូវយប់ឡើងវាចំសំបីនៅតាមជាយសំបីខ្ញុំអង្គុយលេងតិចក៏អង្គុយអត់បានដែរបងប្អូននេះវាចំវាត្រជាក់ខ្លាំងណាចឹងនេះក៏ជាចំណុចមួយដែលថាយើងគួរតែថាប្រយ័ត្នដែរដោយសារដូចបងម្នាក់កងទ័ពគាត់នៅតាមបន្ទាត់ព្រំដែននៅជួរមុខខ្ញុំគិតថាប្រហែលជាត្រជាក់ខ្លាំងបងប្អូនក្នុងព្រៃសូម្បីតែយើងនៅឆ្ងាយពីព្រៃបន្តិចក៏យើងត្រជាក់ខ្លាំងសឹងតែពេលខ្លះទ្រាំអត់បានផងចោះទ្រាំតែគាត់គ្រប់គ្នាទៀតចឹងសម្រាប់ខ្ញុំថាសង្ឃឹមថាមានបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយដូចជាបងយើងដែលថាអាចគាត់ចូលជួយគាត់បានដែលថាអាចហ្នឹងអាចជួយចែកជាអាវចែកជាអីអាវលងាអាវធំឯងបងប្អូនហ្នឹងណាព្រោះខែនេះខែធ្លាក់ខ្យល់ខ្លាំងដែរបងប្អូនអញ្ចឹងបើសិនជាយើងជួយគាត់បងប្អូនជួយគ្នាទៅហ្នឹងខ្ញុំគាត់ថាបើមានអ្នកណាគាត់ចេញមកជួយឲ្យជាចែកដូចជាកៅដូចជាអីហ្នឹងគឺល្អបងប្អូននេះជាចំណុចដែលខ្ញុំមើលឃើញព្រោះនៅតាមបន្ទាត់ព្រំដែនវាត្រជាក់ខ្លាំងណាតាមភ្នំមួយវត្តបងប្អូនអញ្ចឹងណាទម្រាំតែយើងយប់ឡើងដូចថាបងប្អូនជាវត្តគ្រប់គ្នាទាំងខ្ញុំប៉ុណ្ណឹងពេលខ្លះអង្គុយខាងក្រៅយប់ឡើងម៉ោង9ម៉ោង10អង្គុយអត់ចង់បានទេត្រជាក់ណាត្រជាក់ខ្លាំងណាស់អញ្ចឹងគាត់នៅតាមបន្ទាត់ព្រំដែនជួមកការពារយើងក៏នេះគឺជាចំណុចមួយដែលយើងគួរឲ្យតែចាប់អារម្មណ៍ដែរចឹងខ្ញុំសង្ឃឹមថាបងប្អូនយើងជាវត្តខ្មែរទាំងអស់គ្នានឹងមានអ្នកចេញមកជួយគាត់នឹងជាអាវជាអីទៅបងប្អូនហ្នឹងខ្ញុំគាត់ថាល្អដែរព្រោះអីគាត់មានសុខភាពគាត់សំខាន់ដែរណាបើកាលណាសុខភាពគាត់ទ្រុឌទ្រោមនៅតាមបន្ទាត់ព្រំដែនក៏យើងរៀងចាប់ជាមួយពួកចោលសៀមដែរបងប្អូនហើយខ្ញុំឃើញពួកចោលសៀមដូចជាវាចែកមានប្រទេសពួកវាដូចវាចេញចែកអាវដូចជាប្រហែល8000អ្នកណាមិនដឹងបងប្អូនអញ្ចឹងខ្ញុំគាត់ថាវាមិនជាបញ្ហាទេសង្ឃឹមថានឹងមានអ្នកជួយបងវិរៈកងទ័ពទាំងអស់គ្នាទៅហ្នឹងចេញជួយគ្នាទៅអញ្ចឹងពេលវេលានេះក៏ជាពេលវេលាដែលសម្រាប់ថាមានអ្នកដែលអាចថាចេញមកជួយទៅហ្នឹងហើយកុំពេលខ្លះតាំងអង្គុយតែរិះគន់ពេកនេះខ្ញុំនិយាយមួយចំណុចទៀតបងប្អូនសូមបើកវងកញ្ចក់បន្តិចដោយសារពីមុនទៅមានអ្នកគេចេញរៃអង្គាសជួយកៅអៅមានគេរៃអង្គាសជួយដូចជាជំនួយជួយជាអីគ្រប់សពបែបយ៉ាងហ្នឹងស្ងប់ទៅក៏មានអ្នកចេញមករិះគន់ក៏មានអ្នកអីចឹងណាចឹងពេលវេលានេះខ្ញុំគិតថាមានហើយចឹងគូតែថាយើងមានអ្នកខ្លះចេញមកខ្លះទៅចឹងណាពេលខ្លះទៅយើងកុំសង្ងំយកទៅសុកពេកចុចទៅទូរស័ព្ទរិះតកូនពេកពេលដែលថាស្ងប់សុកប្រទេសជាតិរៀងស្ងប់សុកមិនតិចបន្តួចចេញមកចោតគ្នាឯងនេះជាចំណុចខ្មែរយើងទាំងអស់គ្នាបងប្អូនដែលយើងគួរតែកែតម្លប់នឹងចេញណាអានេះខ្ញុំជាមតិរបស់ខ្ញុំទេបងប្អូនខ្ញុំមិនមានមតិអញ្ចឹងទេអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយសារជួយចែករំលែកវីដេអូមួយនេះផងដើម្បីមានសប្បុរសធម៌ឬមួយក៏មានអ្នកគាត់ចេញធ្វើជំនួយហ្នឹងគាត់ជួយជាអាវជួយទៅតាមរយៈកងទ័ពទៅបងប្អូនអញ្ចឹងខ្ញុំគាត់ថាក៏វាល្អដែរនឹងខ្ញុំមិនមានមតិច្រើនទេអរគុណច្រើនបងប្អូនទាំងអស់គ្នាហ្នឹង